នេះជាកិច្ចវត្តរបស់ព្រះសង្ឃទុដងព្រះសង្ឃក្នុងពុទ្ធសាសនាបួសមាន2មានព្រះសង្ឃបួសខាងគន្ធធុរៈនិងព្រះសង្ឃបួសខាងវិបស្សនាធុរៈហើយព្រះសង្ឃមានធម្មយុត្តនិងមហានិកាយហើយព្រះអង្គធម្មយុត្តចឹងលោកបួសខាងវិបស្សនាធុរៈលោកបួសហើយលោកទុដងលោកស្មាធិលោកសក្រមភាវនានៅតាមភ្នំតាមអាស្រមតាមរូងថ្មតាមក្រោមដើមឈើឆាន់ចង្ហាន់ក្នុងបាតអានឹងប្រសង់វិបស្សនាធុរៈហើយបើប្រសង់គន្ធធុរៈលោកនៅមានកុដមានសាលាមានកន្លែងសឹងត្រឹមត្រូវលោកមានសាលារៀនបាលីរៀនធម្មវិន័យរៀនបត្រៃបីដកតាមបែបគម្ពីរដីកានឹងហៅថាគន្ធធុរៈចឹងប្រសង់2អង្គនៃខុសគ្នាតែគោរពប្រណិប័តពុទ្ធសាសនាដូចគ្នាសូមបងប្អូនកុំច្រឡំថាចេះមួយចុះមួយហើយគោលដៅព្រះអង្គទុដងនេះគឺលោកមិនមែនលះរហូតចូលព្រៃអត់ត្រឡប់ទេលោកមានភារកិច្ចលោកទុដងដើម្បីសូមឲ្យសុខសន្តិភាពបួងសួងឲ្យប្រទេសកម្ពុជានឹងសុខសបោសបាយឲ្យសពសត្វទាំងឡាយដែលមានឧបនិស្ស័យជាមួយលោកបានផុតចាក